កែទម្លាប់3ចេញជួយឲ្យស្រីៗជៀសឆ្ងាយពីជំងឺមហារីកសូដន់និងបង្កគ្រោះដល់ជីវិតតាមរយៈការស្រាវជ្រាវសិក្សាបានរកឃើញថាស្រីៗដែលផ្លាស់ប្ដូរទម្លាប់រស់នៅទម្រង់បែបនេះចេញអាចកាត់បន្ថយហានិភ័យជំងឺមហារីកសូដន់ដែលជាប្រភេទជំងឺមួយសម្រាប់ស្ត្រីជាច្រើននៅលើពិភពលោកនេះបើយោងតាមគេហទំព័រ Mayo Clinic បានបញ្ជាក់ឲ្យដឹងថាទម្លាប់ដែលស្ត្រីគួរតែកែប្រែឬកាត់បន្ថយចេញដើម្បីការពារជំងឺមហារីកសូដន់មានដូចជាទី1រក្សាទម្ងន់ការរក្សាទម្ងន់គឺជាប្រយោជន៍មួយអាចជួយឲ្យស្ត្រីកាត់បន្ថយហានិភ័យនៃជំងឺមហារីកសូដន់កុំឲ្យស្គមពេកឬធាត់ពេកមួយវិញទៀតប្រសិនបើណាចង់សម្រកគីឡូអាចព្យាយាមប្រើវិធីសាស្ត្រហាត់ប្រាណឲ្យបានត្រឹមត្រូវតាមការណែនាំរបស់អ្នកជំនាញចំពោះការញ៉ាំរបបអាហារដើម្បីសម្រកគីឡូក៏ត្រូវតែប្រយ័ត្ននិងជ្រើសរើសឲ្យបានល្អដូចគ្នាព្រោះគីឡូដែលត្រឹមត្រូវគឺអាចជួយការពារនិងកាត់បន្ថយហានិភ័យជំងឺមហារីកសូដន់ដល់ស្ត្រីបានដូច្នេះស្ត្រីមិនត្រូវទុកខ្លួនឲ្យលើសទម្ងន់ខ្លាំងពេកនោះទេទី2កាត់បន្ថយជាតិអាល់កុលការផឹកភេសជ្ជៈដែលមានជាតិអាល់កុលឧទាហរណ៍ស្រាជាដើមបើស្ត្រីផឹកមិនត្រឹមត្រូវលើកំណត់គឺកុំឲ្យលើសពី2កែវក្នុងមួយថ្ងៃពីព្រោះការសិក្សាបានរកឃើញថាស្ត្រីផឹកស្រាច្រើនលើសកំណត់ជាប្រចាំថ្ងៃគឺមានហានិភ័យប្រឈមជាមួយនឹងជំងឺមហារីកសូដន់ដូច្នេះប្រសិនណាបើផឹកសូមកំណត់នៅចំនួនស្រាឲ្យបានត្រឹមត្រូវតាមការណែនាំទី3មិនបំបៅដោះកូនជាការពិតណាស់ស្ត្រីមានកូនគ្រប់រូបគួរតែព្យាយាមបំបៅដោះកូនផ្ទាល់យ៉ាងតិចណាស់6ខែព្រោះទឹកដោះធម្មជាតិរបស់ម្ដាយគឺមានអត្ថប្រយោជន៍ដល់ការលូតលាស់របស់កូនមួយវិញទៀតការបំបៅដោះកូននេះទៀតសោតតាមការសិក្សាស្រាវជ្រាវបានរកឃើញថាអាចការពារស្ត្រីពីជំងឺមហារីកសូដន់ដូច្នេះស្ត្រីគួរតែព្យាយាមបំបៅដោះកូនដោយទឹកដោះតាមដែលអាចធ្វើទៅបានគួរបញ្ជាក់ឲ្យដឹងដែរថាប្រសិនណាបើស្ត្រីមានទម្លាប់ធ្វើរឿងទាំង3នេះគឺអាចជួយសម្រួលឲ្យស្ត្រីកាត់បន្ថយហានិភ័យជំងឺមហារីកសូដន់បានភាគរយច្រើនបំផុត